សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទតោះយើងទៅញ៉ាំនំបញ្ចុកទាំងអស់គ្នាបងប្អូនភាគច្រើនមុននឹងញ៉ាំនំបញ្ចុកអាហ្នឹងខ្ញុំផ្ទាល់គឺភាគច្រើនខ្ញុំមានបន្លែដូចដែលបានឃើញហ្នឹងបងប្អូនយើងមានការកប៉ោងមានតសក់ហើយនឹងការស្នោយើងថែមជីតិចតួចមកហើយយើងមានសណ្តែកគួរអញ្ចឹងណាតែបងប្អូនញ៉ាំមានបន្លែលើសហ្នឹងអាចដាក់លើសហ្នឹងទៀតរត់តែឆ្ងាញ់ដែរណាតែដោយសារខ្ញុំមានបន្លែតែប៉ុណ្្នឹងទេហើយបងប្អូនអាចមើលបានដោយសារតែវិធីធ្វើទឹកសឡឬក៏ធ្វើអីផ្សេងខ្ញុំអត់បានថតវីដេអូឲ្យបងប្អូនមើលទេអញ្ចឹងភាគច្រើននំបញ្ចុកយើងទិញយកមកពីគេអត់បានធ្វើទេតែបើទឹកសឡយើងធ្វើខ្លួនឯងអញ្ចឹងណាតោះយើងទៅដួសទឹកសឡទាំងអស់គ្នានេះបងប្អូនទឹកសឡបែបខ្មែរយើងក្តៅហុយអញ្ចឹងណាបងប្អូនអាចមើលបាននិយាយទៅបានក្តៅយើងទៅញ៉ាំទៅឆ្ងាញ់ហើយយើងដាក់មានសាច់ត្រីមានអីអញ្ចឹងទៅដូចជាបងប្អូនបានឃើញអញ្ចឹងមើលតំណងអត់បងប្អូនតោះយើងទៅញ៉ាំទាំងអស់គ្នានិងស្ដាប់សលេងស៊ីនទាំងអស់គ្នាតោះសួស្តីបងប្អូនតោះញ៉ាំនំបញ្ចុកទាំងអស់គ្នានំបញ្ចុកនេះយើងលាយហើយមិញណាយើងជ្រុំវាឲ្យចូលគ្នាអញ្ចឹងមកនេះទៅបើមានម្ទេសហុយមានអីទៀតហើយនឹងថែមអំបិលទេបន្តិចអត់តែមានតែខ្ញុំអត់កើតទេទៅពេលហាត់ទៅទទួលយកខាងហ្នឹងតោះតំណងបងប្អូននេះបាយបាយ